một linh bát tê lai lực ní cứ tham một trong xã tham mò chi vượt vận tải tầm rộng một đo cả lấy xã tham mò chi vượt mẹ ròm đã được trong ở tham mò chi vượt mình đằng đề ô chọc thon là lúc mình mở plate màu kia bên nhẹ bật pin nhẹ bật súng khắn sang mà tôi chết ở thiệt hay lôi nơi liên cắn được ở nhẹ sang mà tôi chết ở thiệt rồi từ một từ cõi mẹ từ một tới đây phải có trăm nơi một ngayมูลให้โดยสารแต่ขยมมันต้นจองจะสั่งขยมจองจะสั่งในไอเบอร์เตแล้วดำใบทอรอยบองปูนดังท่าเตอสั่งในไอเบอร์เตแล้วคลายเชียงในเบอร์เตขมายหรือก็ทอกเชียงดำใบกำเอาขาดปีวิลิยุโซมันจึงพวกไม้บองปูนมาเทศนาในวิดีโอปิ้งในดำเนินกำซานแต่การเบอร์เตแล้วระบบขยมดูต่อเตออย่างนี้ทีมฉลองแดนคือมุกตะไดดิมีสมาชิกใบเนี่ยบุกรุนจมูกเอามาโมได้ทำไมថ្ងៃនេះខ្ញុំធ្វើដំណើរកំសាន្តទៅឯប្រទេសឡាវគឺមានសមាជិកគ្នា3នាក់ម៉ូតូ2ក៏ពេលខ្ញុំចង់រកគ្នាឲ្យបាន4នាក់ដើម្បីងាយស្រួលមានអ្នកដប់ហើយខ្ញុំងាយស្រួលថតប៉ុន្តែដោយសារតែរកមិនបានអញ្ចឹងយើងក៏ឆ្លងទៅតែគ្នា3នាក់ម៉ូតូ2ទិសដៅទៅកាន់ប្រទេសឡាវថ្ងៃនេះគឺយើងទៅកាន់ភូមិណាឌីហើយយើងឆ្លងកាត់ភូមិកំពង់សង្កែឃុំកំពង់សាឡាវមួយស្រុកឆែបខេត្តព្រះវិហារឥឡូវខ្ញុំបានមកដល់ប្រទេសឡាវហើយយើងចូលមកក្នុងប្រហែលជារាំងជ្រៅតិចដែរហើយមកតាមផ្លូវនេះខ្ញុំឃើញទេសភាពរឿងស្អាតចឹងខ្ញុំចង់ផ្តិតឲ្យបងប្អូនបានឃើញនៅជាប់ខ្ញុំនេះមានដើមស្រះជ្រូកមួយហើយមានក្មេងៗគេមកលេងអញ្ចឹងណាហើយនៅខាងមុខខ្ញុំនោះមានបងស្រីកំពុងតែជ្រូកស្រូវនិយាយទៅផ្ទះគេនៅជិតនឹងស្រែបណ្ដោយនេះសាម៉ូតូជិតអស់ទេទៅមុខទៅក្រោយមែនទៅមុខទៀតហើយប្រហែលក៏ចាំនៅមុខហ្នឹងឯងខ្ញុំជឿជាក់ថាប្រកាសជាមានបងប្អូនយើងឆ្ងល់ថាអាយកម៉ូតូខ្មែរយើងជិះទៅឡាវបានដែរមែនហើយខុសច្បាប់ឬក៏ត្រូវច្បាប់បាទចម្លើយគឺជិះបានប៉ុន្តែមិនត្រូវច្បាប់ទេគឺខុសច្បាប់ហ្នឹងឯងប៉ុន្តែគ្រាន់ថាបងប្អូនប្រជាពលរដ្ឋនៅទីនោះគឺគេទៅបានអញ្ចឹងណាខ្ញុំសាកសួរគេអញ្ចឹងទៅខ្ញុំក៏យកទៅតាមដែរហើយខ្ញុំក៏មានសំណុំពរដ៏តូចមួយសូមឲ្យបងប្អូនទៅជួយ Subscribe Channel របស់មិត្តភ័ក្តិរបស់ខ្ញុំដែលគាត់ទើបតែចាប់ផ្ដើមធ្វើ YouTube ផងដែរដែលខ្ញុំដាក់ Channel នៅទីនេះតែម្ដងនេះរកឃើញហើយមកមុនមកនោះអត់មានចាំសោះយួនមករោនេះកន្លែងគេលក់អីហ្នឹងទៅនៅខ្មែរយើងណាឥឡូវខ្ញុំសរសើរខ្លួនឯងថាឥឡូវខ្ញុំចេះកំង Pepsi បានហើយនិយាយដូចខ្លួនឯងអត់ចាំបាច់មានជំនួយការណាមកនិយាយទេបន្ទាប់ពីយើងជិះដីចម្ងាយប្រហែលជា3ឬទៅ5គីឡូទេយើងក៏បានមកដល់ផ្សារណាឌីបើធៀបនឹងខ្ញុំមកលើកមុនលើកនេះគឺផ្លូវមានសភាពរាងលំបាកខ្លាំងខុសពីមុនកាលពីមុនគឺផ្លូវស្អាតយើងបានឈប់ដើម្បីទិញអីផឹកបន្តិចសិនធ្វើម៉េចឲ្យយើងមានកម្លាំងដើម្បីបន្តដំណើរទៅមុខទៀតមេតំបន់ដោយសារតែយើងមកអត់ទាន់បានហូបអីទេហើយមកដល់កន្លែងនេះអត់ដឹងថាគេអានថាម៉េចទេប៉ុន្តែយើងមករត់ហូបចូលទៅសួរមិញគឺមានលក់គុយទាវមានលក់អីចឹងទៅហើយយើងក៏ហូបគុយទាវជាមួយនឹងមានអីកំងនឹងបណ្ដោយខាងក្រោយខ្ញុំនោះគឺជាណាឌីយើងមកមិញហើយនេះម៉ូតូយើង2គ្រឿងចឹងចាំមើលយើងកំងអីហូបហើយចូលមិញឥឡូវដោយសារតែខ្ញុំចង់ចេះឡាវផងខ្ញុំឃើញនំគេលក់នៅកន្លែងនោះហើយខ្ញុំអត់ចេះសួរគេថានំនឹងឈ្មោះអីហើយនំនឹងមួយប្រហែលទេឥឡូវសួរគ្រូរបស់យើងសិនសួរលៀងសិននំគេថាម៉េចឡើយខនំដល់ពេលនំឈ្មោះអីខនំអ៊ីញ៉ាំងមួយប្រហែលអានថោដៃ10000យក10000បាយសឹកខនំឥឡូវខ្ញុំទៅទិញហើយអត់ដឹងថាទិញបានឬអត់ទេយ៉ាខនំអ៊ីញ៉ាំងអានថោដៃស្បាយឌីសឹកខនំអ៊ីញ៉ាំងគួយអានថោដៃเอา10,000ទីបំផុតខ្ញុំអាចធ្វើបានហើយអ្នកទាំងអស់គ្នានេះគឺជានំគេហៅនំគួយ
dạ hay mà mơn bao dương cứ bán trơn mình đấy mình còn dây mua dương hết thời sắp bán được bùn pram pon rồi gồm má này cái chiên mấy à đây cùi cái là tiêu một phật cùn khmer này đi ai thử bán này tình check chiên nở lao oi cùn khmer này ta kè hụp chấm check chiên ủa sao chấm pẹt luôn mày nè cái anh đi ăn chỉ có đôi dương thôi bởi dương đã lần mùi lông phần ăn ấy bởi dương lời xa là bỏ đại dương rồi mà tập tôi luôn được tình mà bán này mình mua từ mẹ phim luôn đấy cái đang mua cái tộc cái từ anh nhở cô mới hè cayตัวใดบ้านตัวใดไปทางนี้มันก็มีบ้านติดกันมาเลยคือจังบ้านนี้ไปอีกบ้านกลางเมื่อโกไม่แฮ dùng mà mưa không tu cọ bọc gọt được mình lụ để kịch khá ồ Pepsi mình ô nè nó thực sốt mình thực sốt không ai dương đâu này rồi nè tôi lấy được bầu nè mau bị khang giờ lâu rồi mình về đây có món gù thà ở trong hộp thì rồi đã kịch từ kịch máu thà lùi chạy khní smớ những lại khát ở đây nực khơi này trẻ lột ta hộp cái tiêu lao nữ khăn không mày đọc về cho tới cho dương mà đòn lao hỏi dương mình xạ cái tiêu lao nữa em tì lao vào đồi từ virus chuyện mình bình cái chan mán con đấng nè bột mì mình thực sụp mọi người Also hal. lời bắt đầuពីយើងបានហូបអីហើយយើងក៏បានជិះមកមុខប្រហែលចូលជិត1គីឡូដីដែរហើយយើងក៏បានមកដល់កន្លែងនេះហើយកន្លែងនេះស្ពានដូចគ្នាហើយពួកយើងក៏សម្រេចចិត្តថាប្រហែលជាអត់ទៅមុខទៀតទេត្រឡប់ក្រោយវិញដោយសារតែយើងអត់ស្គាល់ទីតាំងភូមិសាស្ត្រថាខាងមុខយ៉ាងម៉េចដែរហើយមួយទៀតគឺយើងមកជាមួយសិទ្ធិអ្នកអត់ដែរស្គាល់កន្លែងហ្នឹងឈ្មោះអីហើយយើងយកម៉ូតូខ្មែរមកលក្ខណៈអត់ស្របច្បាប់ទេអត់មានសម្បត្តិអីត្រឹមត្រូវទេអញ្ចឹងក៏យើងគិតពីហានិភ័យដែរអញ្ចឹងយើងសម្រេចថាមកត្រឹមនេះហើយអត់ដឹងថាមានឈ្មោះអីដែរទេចាំមើលវាយ Google Translate ទៅឃើញមិនថាអញ្ចឹងចឹងនោះខាងនោះអញ្ចឹងយើងប្រហែលជានេះផ្លូវត្រឡប់ទៅក្រោយវិញកំឡុងពេលដែលខ្ញុំត្រឡប់មកក្រោយវិញខ្ញុំឃើញទស្សនភាពមួយចំនួនដូចជាបងប្អូនវិជាកសិករឡើយគាត់ភាគច្រើនបងប្អូនខ្ញុំឃើញសង្កេតឃើញណាគាត់ប្រើម៉ាស៊ីនដូចម៉ាស៊ីនកាត់ស្មៅអញ្ចឹងកាត់ស្រូវយើងមកមានដៃមានជើងចង់ក៏មានដៃទៅទៀតអីអត់ចាទេមួយវិញទៀតបងប្អូនខ្ញុំសង្កេតឃើញថានៅឯប្រទេសឡាវគឺសម្បូរវត្តខ្លាំងមែនទែនជាស្ដែងតាមបទពិសោធន៍ខ្ញុំជិះម៉ូតូតាមផ្លូវអីចឹងខ្ញុំក៏លេចមើលទៅគឺជួបវត្តគឺថាអត់ឆ្ងាយគ្នាទេគឺនៅជិតគ្នាមែនទែនខ្ញុំជុំមកកំប៉ុង4000មកកំប៉ុង20000គីបអ្នកទាំងអស់គ្នាខ្ញុំបំពេញបំណងនេះបងគាត់ចង់ខាងក្រោយខ្នងរបស់ខ្ញុំគឺជាគូយន្តគូយន្តនេះភាគច្រើនកាលពីជំនាន់មុនអ្នកទាំងអស់គ្នាជំនាន់តាពួកខ្ញុំនៅទូចអាហ្នឹងគូយន្ត2លេខប៉ុន្តែឥឡូវភាគច្រើនពួកយើងប្រើ3លេខនៅខាងខ្មែរយើងណាស្រូវគេល្អទៀតណាផ្លែឡើងរយឹមអូផ្លែល្អរបស់គេមែន
នៅក្នុងវីដេអូនេះខ្ញុំបាទសូមអធិស្ឋានដល់បងប្អូនដែលបើសិនជាមានកាយវិការណាមិនសមរម្យព្រោះតែនៅក្នុងវីដេអូនេះខ្ញុំពិតជាបានបង្ហាញនៅស្រាក៏ដូចជាបរិភោគស្រានៅក្នុងវីដេអូនេះតែម្ដងព្រោះខ្ញុំចង់បានរូបភាពមួយថាយើងមកតាមបែបខ្ទមស្រែហើយជាពិសេសនៅឯប្រទេសឡាវក៏យើងមកបែបលំហែអារម្មណ៍អីចឹងណាហើយបើសិនជាបងប្អូនបកកាយប្រកាន់ក៏បងប្អូនអាចអូសម្លងបានប៉ុន្តែបើសិនជាបងប្អូនគិតថាមិនអីទេបងប្អូនអាចទេសនាបន្តទៀតបានខ្ទមនេះហើយដែលយើងបានទៅសុំម្ចាស់គេហើយយើងចង់មកអង្គុយចិត្តនឹងដើម្បីធ្វើការដាក់វិជាមកកំប៉ុងឈៀលចឹងណាបងប្អូនហើយឥឡូវយើងបានមកដល់ហើយអីដែលខ្ញុំបានឃើញនោះគឺថានៅខ្មែរយើងនៅភាគតិចដែលគេនៅបោកជាមួយនឹងម៉ាស៊ីនបែបនេះបាទតែច្រើនគឺយើងច្រូតម៉ាស៊ីនមិនចឹងបងប្អូនយើងច្រូតម៉ាស៊ីនហើយគឺច្បើងវានៅតាមស្រែតែនេះគេបោកជាមួយនឹងម៉ាស៊ីនបោកយើងធម្មតាណាឥឡូវមកទិសភាពវាស្រែហើយមកដាក់ជាមួយនឹងស្រាបៀរឡាវមិនជំរុញឲ្យបងប្អូនធ្វើតាមខ្ញុំទេបើគាត់ថាយើងមកម្ដងមានអីគេខ្លះមានពងហើយក៏មានសាច់កដោអាំងសាច់មាន់យីកដោណាយ៉ាហើយដល់វគ្គចាក់សាំងហើយជាមួយខ្ញុំចាក់2លីត្រអស់ប្រហែលកន្លែងនេះខ្ញុំឃើញសាំងពណ៌ក្រហមហើយខ្ញុំក៏និយាយឡើងតែឃើញសាំងមិនក៏ពណ៌ក្រហមអញ្ចឹងគាត់ក៏និយាយថាសាំងនឹងយកមកពីខ្មែរតាអញ្ចឹងខ្ញុំគោលបំណងខ្ញុំថាចង់មកចាក់សាំងនៅឡាវចង់ដឹងថាតើសាំងនៅឡាវនឹងថ្លៃឬក៏ថោកជាងខ្មែរហើយក៏ពិតទៅគឺយកមកពីខ្មែរយើងសោះចំណែកឯតម្លៃវិញគឺថ្លៃជាងខ្មែរយើងគឺ 4000 ជាងខ្ញុំធ្លាប់សួរគេប៉ុន្តែមិនច្បាស់ការទេណាបងប្អូនតែហេតុអីបានជាសាំងនៅប្រទេសឡាវពណ៌អញ្ចឹងហើយគេថាគេដាក់លក្ខថែមដើម្បីឲ្យសាំងតពណ៌ហ្នឹងបានគេហៅថាសាំងស្របច្បាប់បងពុនត្រឹមត្រូវអញ្ចឹងណាប៉ុន្តែព័ត៌មាននេះមិនច្បាស់ការទេបងប្អូនពួកខ្ញុំឮតាមគេនិយាយដែរទេហើយសាំងយើងឡើងវិញហើយក៏ដល់ពេលដែលយើងត្រឡប់ទៅផ្ទះវិញហើយឥឡូវបន្ទាប់ពីចាក់សាំងហើយគឺយើងត្រូវត្រឡប់ទៅផ្ទះវិញហើយអូខេនោះគឺប្រទេសកម្ពុជាប្រទេសឡាវអូខេតែយើងត្រូវជិះទូកនេះដើម្បីឆ្លងទៅកាន់ប្រទេសកម្ពុជាវិញដោយចំណាយម៉ូតូមួយត្រឹមតែ 4000 រៀលទេពេលដែលខ្ញុំចេញមកហ្នឹងគឺខ្ទង់ម៉ោង 12 ហើយឥឡូវយើងត្រឡប់មកវិញគឺម៉ោង 4 កន្លះតែខ្ញុំថាដើរលេងប្រហែលជា 4 ម៉ោងចុះអញ្ចឹងឆ្លៀតពេលទៅនេះយើងក៏មកដើរលេងប៉ុណ្្នឹងទៅចែកទស្សនីយភាពដល់បងប្អូនបានមើលទាំងអស់គ្នាឥឡូវពួកខ្ញុំកំពុងធ្វើការរងចាំទូកសិនអូថ្ងៃឥឡូវនេះលយស្អាតអញ្ចឹងរងចាំទូកសិនហើយការមកគឺយើងអស់ប្រហែលអស់ 40000 គីបម៉ូតូ 2-40000 គីបអញ្ចឹងទៅវិញទៅមកវាអស់ 80000 គីបនេះគឺជាទន្លេមេគង្គហើយនេះគឺជាទន្លេពៅហូរឡើងទៅតាមខំកើតស៊ូងខាងខ្មែរយើងណាបាទវាហូរចូលគ្នាទៅវាពណ៌យ៉ាងនេះឥឡូវនេះមានបងប្អូនខាងឡាវគាត់មកឆ្លងកោះហើយឥឡូវនេះបាទកំពុងតែចម្លងម៉ូតូទៅវិញហើយតុងទូកលេខខ្មែរគាត់តែអ្នកមានបុណ្យមកដល់ប្រទេសខ្មែរភ្លាមនៅប្រទេសខ្មែរភ្លៀងទទួលយកដល់ចាំទទួលស្វាគមន៍ទៅអានទៅនោះថែមពីខ្សែទៀតរៀបស្ទឹកហើយទៅបាទ fresh ដល់ពលឺឲ្យពេញបែបឲ្យពលឺគ្រាន់តែខ្ញុំឡើងទៅដល់ទឹកដីខ្មែរយើងភ្លាមគឺភ្លៀងតែម្ដងអត់អាចទាន់ទៅផ្ទះបានទេជាប់ភ្លៀងប្រហែលជា1ម៉ោងជាងអញ្ចឹងវីដេអូដែលលេងនៅឯប្រទេសឡាវរបស់យើងគឺមានតែប៉ុណ្្នឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាមពីដើមរហូតដល់ចប់យើងជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា